បងប្អូនដែលគាត់ចង់ហាត់បានទៅគៀកធំពេញស្អាតចឹងថ្ងៃនេះខ្ញុំមកចែកតាក់ទងជាមួយនឹងការហាត់បងប្អូនត្រូវដឹងថាលំហាត់ណាជាលំហាត់គោលធំដែលយើងត្រូវទៅលេងពេលដែលយើងថ្ងៃដែលយើងហាត់គោអញ្ចឹងបងប្អូនកុំឃើញហាងនៅក្នុង social media គេបង្ហាញក្បាច់នេះក្បាច់នោះថាចូលបានល្អបានអីបងប្អូនចេះតែលេងតាមគេអញ្ចឹងបងប្អូនត្រូវមានលំហាត់គោលខ្លួនឯងលំហាត់គោលដែលយើងហាត់ទៅចូលហាត់ទៅយើងគិតថាស្រួលមួយទៀតលំហាត់ហ្នឹងគឺយើងអាចលេងឡើងគីឡូបានហ្នឹងហើយមានថាយើងអាចបង្កើនគីឡូបានរហូតឡើងបានធ្ងន់ទៅអញ្ចឹងណាព្រោះសាច់ដុំរបស់យើងមិនអាចហាត់គីឡូប៉ុណ្ណឹងហើយសាច់ដុំយើងចេះតែឡើងរហូតទេអត់ទេសាច់ដុំរបស់យើងវាដល់កម្រិតមួយវាត្រូវស្ទាត់អញ្ចឹងយើងចង់ឡើងមកកម្រិតទៀតឲ្យសាច់ដុំមានធំជាងនឹងទៀតយើងត្រូវឡើងគីឡូឬក៏យើងធ្វើរបៀបមិនឲ្យលំបាកហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងលំហាត់គោលបងប្អូនត្រូវដឹងថាលំហាត់គោលណាខ្លះវាតាក់ទងជាមួយនឹងសាច់ដុំកន្លែងណាគូតរបស់យើងនិយាយថាមានសាច់ដុំគូតខាងលើកដាក្រោមអញ្ចឹងឧទាហរណ៍ហើយជាហៀងអញ្ចឹងបាទអញ្ចឹងបងប្អូនត្រូវហៅលំហាត់មួយតាក់ទងមួយផ្នែកមួយឧទាហរណ៍ថាបងប្អូនលេងbody squat ឬយើងហាត់ back squat ដែលយើងលីហ្នឹងបងប្អូនលេងហ្នឹងទៅបងប្អូនចូលដឹងគូតបានល្អអញ្ចឹងបងប្អូនលេងលំហាត់ហ្នឹងមួយលំហាត់ហ្នឹងគឺវាអាចលេងបានឡើងគីឡូធ្ងន់ហ្នឹងហើយក៏មកលំហាត់នេះទៀតគីបតាដែលវាចូលគូតពេញបានល្អអញ្ចឹងបងប្អូនត្រូវលេងអាគោលមួយមានថាដល់ថ្ងៃហាត់គូតបងប្អូនត្រូវលេងមានលំហាត់ហ្នឹងជាគោលលេងលំហាត់ហ្នឹងឡើងគីឡូរៀងធ្ងន់អីហើយរៀងនេះហើយបានយើងចាប់ដើមទៅលេងលំហាត់បន្ទាប់ផ្សំអញ្ចឹងលំហាត់បន្ទាប់ផ្សំមានអីគេមាន kickback មានអីចឹងណាមានថាយើងហាត់លំហាត់ពេញបន្ថែមអញ្ចឹងបងប្អូនត្រូវដឹងថាលំហាត់ណាជាលំហាត់គោលធំយើងនិយាយថាដូចតួឯកលំហាត់ណាជាលំហាត់តួឯកលំហាត់ណាជាតួរងតួបន្ទាប់ផ្សំអាហ្នឹងបានយើងហាត់ទៅគិតរបស់យើងបានពេញបងប្អូនគ្រាន់តែឃើញក្នុង social media គេថាអូហាត់នេះចូលគូបានល្អហាត់នោះចូលគូបានល្អឃើញទៅយើងផ្នែកឃើញអីចេះតែលេងតាមគេអីអាការទេអញ្ចឹងបោកសរុបមកវិញត្រូវរកមើលហាត់ណាដែលយើងហាត់ទៅចូលស្រួលហើយតបមកត្រូវមួយយើងហើយយើងអាចហាត់ឡើងគីឡូបានយើងអាចហាត់ទៅវាមានឈឺនេះឈឺនោះអញ្ចឹងណាខុសប្រកបដីអញ្ចឹងណាហ្នឹងហើយហើយបន្ទាប់មកបានយើងចាប់ដើមលំហាត់ដែលយើងបន្ទាប់ផ្សំណាដែលយើងហាត់ទៅចូលទីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងលំហាត់នេះមានច្រើនបងប្អូនត្រូវដឹងខ្លួនឯងវិញបានល្អជាងដឹងហាត់ណាហាត់ទៅចូលគូកន្លែងណាហាត់ណាហាត់ទៅចូលគូកន្លែងណាដាក់ទៅយើងដឹងថាយើងពេញយើងខ្វះកន្លែងណាយើងខ្វះទីទួចហ្នឹងយើងត្រូវបន្ថែមប៉ុន្តែជាគោលដូចបកឡើងមួយអញ្ចឹងគឺត្រូវរកហាត់ភុំដែលយើងនិយាយហាត់ដូចប្រៀបធៀបដូចតួឯកអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺយើងត្រូវដឹងថាលំហាត់ណាយើងលេងទៅបានល្អហើយ deadlift ក៏ជាលំហាត់មួយគោលធំដែរ hip thrust deadlift back squat ហើយនឹងយើងអាចនិយាយថាឡាញ់ជើងមួយអាហ្នឹងក៏លំហាត់មួយចូលគូបានល្អដែរ3 4លំហាត់ហ្នឹងគឺលំហាត់ដែលគោលធំដែលអាចឡើងគីឡូបានហើយវាចូលគូបានល្អដែលមានថាយើងអាចឡើងគីឡូបានធ្ងន់ដល់ពេលលំហាត់ផ្សេងទៀតយើងមិនពិបាកឥឡូវឧទាហរណ៍ថាលំហាត់ទាំងជាងយើងលេងមួយសិនអញ្ចឹងយើងនិយាយ hip abduction អញ្ចឹងអានេះយើងលេងទៅយើងអាចយើងអោតលើទៅពីទៅហៀងបានល្អហើយយើងអាចឡើងគីឡូបានអញ្ចឹងបើឧទាហរណ៍បងប្អូនទៅលេងលំហាត់អីគេធាក់ជើងទៅជាហៀងទៅអីនេះហ្នឹងលំហាត់ខ្លះយើងលេងឡើងគីឡូកើតទេអញ្ចឹងបងប្អូនត្រូវដឹងថាយើងលេងឡើងគីឡូកើតអាហ្នឹងយើងទុកលេងចុងម៉ោងលេងបន្ទាប់ផ្សំបន្ថែមពេលចិត្តអស់យើងលេងពួកនេះហើយយើងថាយើងខ្វះហៀងទៀតអញ្ចឹងយើងអាចទៅបន្ថែមបានលំហាត់ដែលយើងលេងស្រាចុងម៉ោងវិញអាហ្នឹងមានថាលំហាត់បន្ទាប់ផ្សំអញ្ចឹងបងប្អូនត្រូវបែងចែកស្មាស់ថាលំហាត់ណាជាលំហាត់គោលបន្ទាប់ហើយបន្ទាប់ផ្សំហ្នឹងបានយើងហាត់ទៅមុខហ្នឹងហើយចានេះខ្ញុំគ្រាន់តែចែកលេខដើម្បីបងប្អូនដឹងថាកុំឲ្យចេះតែហាត់តាមគេពេលមើលឃើញគេនិយាយថានេះហាត់ចូលល្អនោះហាត់ចូលល្អចេះតែហាត់យើងត្រូវដឹងខ្លួនយើងអាហ្នឹងយើងហាត់ទៅកើតអត់យើងអាចទេសាអាហ្នឹងហាត់ទៅចូលបានចូលត្រូវមួយយើងអត់ត្រូវមួយរៀនកាយយើងអត់យើងហាត់ទៅចូលអត់ស្រួលអត់តែខ្លះហាត់ទៅចូលតែមានឈឺនេះឈឺនោះបន្ថែមឈឺជង្គង់ឈឺចង្កេះអញ្ចឹងទៅឧទាហរណ៍ហាត់ចូលពួកតែមានឈឺជង្គង់ឈឺចង្កេះអញ្ចឹងហាត់ហ្នឹងវាអត់ត្រូវមួយយើងរកហាត់ណាដែលហាត់ទៅចូលគូប៉ុន្តែវាអត់មានបញ្ហាឈឺជង្គង់ឈឺចង្កេះអញ្ចឹងទៅឧទាហរណ៍ហ្នឹងហើយចានេះខ្ញុំគ្រាន់តែចែកលេខប៉ុណ្ណឹងតាក់ទងជាមួយនឹងការហាត់គូយើងទៅរកមើលហាត់គោលតែហាត់គោលគឺចាប់ដើមបងចាប់ដើមលេងអានឹងមុនគេមកកម្លាំងយើងទៅពេញលេងនឹងគាត់មុនហ្មងហើយគាត់មកបានយើងដេញហាត់ណានេះបន្ទាប់ផ្សំហ្នឹងស្រាតាមក្រោយហ្នឹងហើយអញ្ចឹងខ្ញុំគាត់ចែកលេខប៉ុណ្ណឹងដើម្បីបងប្អូនដឹងពីលំដាប់ដោយការហាត់ថាយើងហាត់អាណាមុនអាណាក្រោយអញ្ចឹងណាហ្នឹងហើយអរគុណច្រើនជួបគ្នាបន្តក្រោយ